នេះបាទចវាគឺបានភ្ជាប់នៅលើសន្លឹកដំបូលនៃខ្លោងទ្វារទី2ហើយបងប្អូនគ្នានេះតែយើងមើលពីចម្ងាយនៅឡើយទេឥឡូវខ្ញុំធ្វើដំណើរគៀកបន្តិចបាទនេះបងប្អូនបាទទោះបាទដោយសារតែខ្ញុំអត់មានជំនាញខាងក្បាច់តែគាត់ថាបានបង្ហាញអំពីអ្វីដែលថ្មីជូនពុកម៉ែបងប្អូនគ្នាបាទឲ្យតែថ្មីខ្ញុំព្យាយាមជូនអូនេះជាងនៅខាងលើជើងកំពុងប្រហែលជាកំពុងតម្លើងលើជវាខាងម្ខាងទៀតឬយ៉ាងណាបងប្អូនឃើញថាបាទតម្លើងជវាគឺកំពុងតែផ្សារភ្ជាប់ហើយនឹងការវាស់ចងរួចរាល់ហើយយើងបន្តមកទៀតគឺតម្លើងមួយទៀតមកខ្នងទៀតនៅខាងក្រោមគឺពីរដូចខាងទិដ្ឋភាពខាងនោះដែរបងប្អូនគ្នាសម្រាប់បាទអញ្ចឹងត្រៀមបាទរួចរាល់បាទត្រៀមរួចរាល់គឺដាក់នៅតាំងនៅកន្លែងនេះត្រៀមលើកទៅខាងលើបងប្អូនគេជវាគឺលើកបងប្អូនក្លោងទ្វារទី1ពិសេសត្រង់ថាក្លោងទ្វារនេះគឺខ្ពស់បាទនេះជាងក៏នៅលើបាទខ្ពស់មិនដឹងជាកម្ពស់ប្រហែលទេបាទតែដឹងតែខ្ពស់តែម្ដងបងប្អូនគ្នាយើងមើលពីខាងក្រោមឡើងសន្លឹមបាទឡើងសន្លឹមហើយតង់ទី2បាទហើយនេះតង់ចុងក្រោយបាទតង់កពូលខាងលើដែលយកទៅភ្ជាប់ជាមួយនឹងនៅលើបច្ចេកដីកណ្ដាលនេះផ្ទាល់នេះបងប្អូនគេអញ្ចឹងទិដ្ឋភាពការងារគឺបន្តសម្រាប់បងប្អូនគេឃើញអត់បាទឥឡូវបន្ថែមក្បាច់កំពូលនេះបាទបន្ថែមក្បាច់កំពូលប្រហែលជាមិនទាន់ផុតទេគឺនៅទៀតដោយសារតែឃើញដែកនៅខាងលើអត់ទាន់ផុតអញ្ចឹងបន្ថែមទៀតហើយព្រោះអត់បានឃើញគាត់ធ្វើទេគាត់ទិដ្ឋភាពការងារគឺច្បាស់ចេញរៀងមែនតើទេបងប្អូនគេបាទឥឡូវគឺប្រហែលទៅចប់ពីការងាររបស់គាត់បូកទៅប្រហែលដល់ការងារក្បាច់ទាំងដំបូលទាំងការងារក្បាច់សសរនៅជាងខាងក្រោមបាទតែរងចាំមើលដែរបងប្អូនគេព្រោះការងារតែខ្ញុំនៅពីចម្ងាយអញ្ចឹងមើលអត់សូវឃើញច្បាស់ទេអញ្ចឹងការរៀបចំទម្លាក់នៅក្បាលភូមិហើយព្រោះតាមស្តង់ដាររយៈពេលប្រហែលជាកន្លះខែលើសពីកន្លះខែគឺចាប់ដើមដោះឥឡូវគឺដូចជាលើសបាទក៏រត់ជំរាបសួរពុកម៉ែបងប្អូនគ្នាជាទីស្រឡាញ់បាទអញ្ចឹងថ្ងៃនេះខ្ញុំធ្វើបច្ចុប្បន្នភាពបន្តទៀតហើយសម្រាប់ទិដ្ឋភាពទឹកដីវត្តចន្ទប្រជោទនារាមហើយវត្តពិសិដ្ឋព្រមទាំងការងារថ្មីបាទការងារដែលកំពុងតែធ្វើនៅចំពោះមុខជូនទៅដល់ពុកម៉ែបងប្អូនគ្នាបាទសូមជួយ Subscribe Channel YouTube របស់ខ្ញុំអ្នកមួយដើម្បីទទួលបាននូវទិដ្ឋភាពថ្មីបាទអញ្ចឹងកុំឲ្យខាតពេលពុកម៉ែបងប្អូនគ្នាខ្ញុំនឹងទៅបង្ហាញនៅក្លោងទ្វារទី2បាទក្លោងទ្វារទី2នេះបងប្អូនគឺជាកំពូលនៃក្លោងទ្វារទី2ហើយនឹងក្លោងទ្វារទី3បងប្អូនអធិស្ឋានក្លោងទ្វារទី1បាទនេះអធិស្ឋានបាទអញ្ចឹងទិដ្ឋភាពនៃការងារកំពុងតែបន្តហើយជាងគាត់នៅខាងលើស្រាប់អញ្ចឹងទិដ្ឋភាពនៅខាងមុខនេះបាទយើងអាចចដល់ហើយអញ្ចឹងថ្ងៃនេះបងប្អូនគេជាទិដ្ឋភាពថ្មីមួយដែរសម្រាប់ការងារឃើញថាប្រហែលជាជាងគាត់បន្តការងារបាទបន្ថែមជាមួយនឹងក្បាច់បន្តទៀតឥឡូវនេះខ្ញុំនឹងព្យាយាមបង្ហាញហើយជួបបងប្អូនគ្នាអញ្ចឹងអធិស្ឋានខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាបាទនេះអូនេះពុកម៉ែបងប្អូនគ្នាអូបាទនេះបាទចវាគឺបានភ្ជាប់នៅលើសន្លឹកដំបូលនៃខ្លោងទ្វារទី2ហើយបងប្អូនគ្នានេះតែយើងមើលពីចម្ងាយនៅឡើយទេឥឡូវខ្ញុំធ្វើដំណើរគៀកបន្តិចបាទនេះបងប្អូនបាទស្អាតណាស់បាទស្អាតណាស់បាទនេះបាទឥឡូវយើងមើលចម្ងាយបាទអូមានទាំងដងក្តារមានទាំងហោជាងមានទាំងចវាពុកម៉ែបងប្អូនគ្នាបាទទិដ្ឋភាពថ្មីផ្ទាល់សម្រាប់ក្លោងទ្វារទី2បាទមិនធម្មតាទេអញ្ចឹងបាននិយាយពីទិដ្ឋភាពនៃទំហំការងារបងប្អូនគ្នាជាមួយនឹងក្លោងទ្វារបាទឥឡូវនិយាយតែពីក្លោងទ្វារតែប៉ុណ្ណោះទី1ទី2ទី3ទី4ទី5បាទឥឡូវយើងមើលជាក់ស្ដែងក្លោងទ្វារទី2ដែលជាក្លោងទ្វារនៅចំពោះមុខខ្ញុំបាទនេះបាទនេះបងប្អូនអញ្ចឹងក្បាច់បានបំពាក់បានបិទហើយតែមិនទាន់សម្អាតនេះជាអ្វីដែលថ្មីផ្ញើជូនជាពិសេសតែម្ដងពុកម៉ែបងប្អូនគ្នាបាទស្អាតណាស់ចវានេះគឺជាចវានេះឬក៏សត្វអ្វីអធិស្ឋានពុកម៉ែបងប្អូនគ្នាតែអត់ច្បាស់ទេបើសិនជាខុសទោះខុសឆ្គងយ៉ាងណាក៏សូមខន្តីអភ័យទោសបាទដោយសារតែខ្ញុំអត់មានជំនាញខាងក្បាច់តែគាត់ថាបានបង្ហាញអំពីអ្វីដែលថ្មីជូនពុកម៉ែបងប្អូនគ្នាបាទឲ្យតែថ្មីខ្ញុំព្យាយាមជូនអូនេះជាងក៏នៅខាងលើជើងកំពុងប្រហែលជាកំពុងតម្លើងលើជវាខាងម្ខាងទៀតឬយ៉ាងណាបងប្អូនឃើញថាឥឡូវនេះជវាមួយគូខាងនេះគឺតម្លើងរួចរាល់ហើយតែមិនទាន់សម្អាតមិនទាន់ព្រំទេបាទនេះបាទស្អាតណាស់បងប្អូនគ្នាបាទដំណងផ្លែទីទៀតខ្ញុំមកធ្វើដំណើរឆ្ងាយតិចបង្ហាញទាំងស្រុងទាំងមូលពីខ្លោងទ្វារទី2ណាបងប្អូនបាទ
bạn ô nèបងប្អូនទាំងគ្នាចឹងកំពុងតែចម្លើងកំពុងតែចម្លើងបន្តជាវាខាងនេះបងប្អូនបាទនេះអូនេះថ្មីក្តៅពុកម៉ែបងប្អូនទាំងគ្នាអឺជាងកំពុងតែរៀបចំចម្លើងជាវាថ្មីនៅមួយចំហៀងទៀតហើយមួយខាងទៀតបាទចឹងសងខាងនេះបងប្អូនចឹងជាវាគឺមានសងខាងសម្រាប់ទស្សនវិជ្ជាខ្លងជាទី2តែម្ដងឥឡូវគឺដូចបានបង្ហាញជូនពុកម៉ែបងប្អូនគ្នាខ្ញុំតែងតែបង្ហាញត្រួសពីមុនដែរថាសន្លឹកនៃបូលនៃជាប់ខ្លោងទ្វារនេះគឺមានដាក់ជាវាឥឡូវគឺបន្ថែមហើយបាទឥឡូវមានទាំងដងក្តារនាគទៀតបាទនេះគឺជាអ្វីដែលថ្មីណាឃើញឥឡូវគាត់កំពុងតែកំពុងតែផ្សារផ្ទាល់បាទកំពុងតែផ្សារតែដោយសារតែខ្ញុំនៅខាងក្រៅខ្ញុំចូលទៅខាងក្នុងបង្ហាញឲ្យគៀកជូនបងប្អូនគ្នាបាទនេះឥឡូវទស្សនវិជ្ជាខាងក្នុងវិញបងប្អូនពុកម៉ែមានតែឃើញទស្សនវិជ្ជាថ្មីនៃការមានតម្លើងនៅជាវាបាទតម្លើងជាវាគឺកំពុងតែផ្សារភ្ជាប់ហើយនឹងការវាស់ចងរួចរាល់ហើយចឹងបន្តមកទៀតគឺតម្លើងមួយទៀតមកខ្នងទៀតនៅខាងក្រោមគឺពីរដូចខាងទស្សនវិជ្ជាខាងនោះដែរបងប្អូនគ្នាសម្រាប់ទស្សនវិជ្ជានៃជាវានៃខ្លោងទ្វារទី2បាទស្អាតមែនតើណាស្អាតមែនតើខ្ញុំមិនដឹងថាត្រូវបង្ហាញត្រូវរៀបរាប់បែបណាអំពីទស្សនវិជ្ជាទេបាទអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃការងារសាងសង់បាទនឹងក្បាច់នេះកាន់តែប្លែកកាន់តែស្អាតបាទកាន់តែស្អាតកាន់តែបន្ថែមនៅសម្រស់នៃខ្លោងទ្វារបងប្អូនគ្នាបាទសម្រស់នៃខ្លោងទ្វារជាពិសេសលើសមហាពិសេសបងប្អូនបាទអ្វីដែលតែបង្ហាញជូនបងប្អូនគ្នាគឺជាទស្សនវិជ្ជានិងការងារបច្ចុប្បន្នភាពនៃសំណង់បងប្អូនគ្នាជាមួយនឹងខ្លោងទ្វារជាមួយនឹងសំណង់ផ្សេងខ្ញុំតែបង្ហាញជូនបងប្អូនគ្នាហើយក៏សូមកាន់តែអធិស្ឋានរាល់កំពុងតែស្គមបាទនេះជាវាដែលមួយខ្សែទៀតដែលត្រូវលើកតម្កល់នៅទីតាំងនៃខ្លោងទ្វារផ្ទាល់នេះបងប្អូនគ្នាគឺរៀបលើកទៅហើយបាទនៅខាងក្រោមឡើយនេះបងប្អូនបាទចឹងត្រៀមបាទរួចរាល់គឺដាក់នៅតាំងនៅកន្លែងនេះត្រៀមលើកទៅខាងលើបងប្អូនគ្នាជាវាគឺលើកទៅខាងលើដូចគ្នាព្រោះដោយសារតែជាវានៃខ្លោងទ្វារនេះគឺមកគូសងខាងគឺ2នេះបងប្អូនគ្នាបាទស្អាតណាស់បាទស្អាតមែនតើតែមិនទាន់ហើយណាជាស្រ័យហើយឥឡូវមកគៀកនេះបងប្អូនគ្នាអញ្ចឹងការរៀបនៃក្បាច់គឺមានហោជាងបាទនឹងដងក្តារបាទដូចដំបូលព្រះវិហារឬក៏ដំបូលមហាកុដនៅខាងក្នុងដែរបងប្អូនគ្នាអញ្ចឹងរចនាបថមិនធម្មតាទេសម្រាប់ខ្លោងទ្វារបងប្អូនគ្នាបាទសម្រាប់ខ្លោងទ្វាររចនាបថគឺមិនធម្មតាហើយឃើញថាទស្សនវិជ្ជាគឺនៅតែបន្តការងារសម្រាប់ទស្សនវិជ្ជានេះអញ្ចឹងខ្ញុំសូមប៉ុណ្ណេះសិននៅព្យាយាមបង្ហាញបន្តទៀតដោយសារតែទស្សនវិជ្ជាគឺគាត់កំពុងតែរៀបចំការងារនៅខាងលើអញ្ចឹងព្យាយាមបង្ហាញហើយនឹងបន្តទៅតាមភាពតែសូមទៅខ្លោងទ្វារទី1សិនបាទបន្តខ្លោងទ្វារទី1ខ្ញុំធ្វើដំណើរចូលមកវិញបងប្អូនព្រះបាទនៅខាងក្រៅវិញបងប្អូនព្រះអញ្ចឹងនេះទស្សនវិជ្ជាក្បាច់ខាងក្រោមនេះគឺដាក់ដងក្តារហើយនឹងហើយជាងរួចរាល់ហើយនៅតែដំឡើងនៅជាវាមួយទៀតទេបងប្អូនព្រះซึ่งនេះជាទស្សនវិជ្ជានៃខ្លោងទ្វារទី1បាទឥឡូវនេះខ្ញុំចេញពីទីខ្លោងទ្វារទី1នេះខ្ញុំធ្វើដំណើរទៅបង្ហាញនៅខ្លោងទ្វារទីអធិស្ឋានខ្លោងទ្វារទី2បាទអធិស្ឋានជាប់មាត់បានហ្នឹងអញ្ចឹងឥឡូវចេញពីខ្លោងទ្វារទី2ខ្ញុំទៅបង្ហាញនៅខ្លោងទ្វារទី1បន្តបាទនេះមកដល់ខ្លោងទ្វារទី1វិញម្ដងបងប្អូនខ្លោងទ្វារទី1ឃើញថាជាងនៅខាងលើកំពុងតែរៀបចំបាទសម្អាតឬតកតងទៅនឹងក្បាច់ដែរតែលើខ្ពស់ណាបងប្អូនខ្លោងទ្វារទី1ពិសេសត្រង់ថាខ្លោងទ្វារនេះគឺខ្ពស់បាទនេះជាងក៏នៅលើបាទខ្ពស់មិនដឹងទីកម្ពស់ប្រហែលទេបាទតែដឹងតែខ្ពស់តែម្ដងបងប្អូនគ្នាមួយពីខាងក្រោមឡើងសន្លឹមណាបាទឡើងសន្លឹមហើយក្បាច់នេះក៏មិនធម្មតាដែរបាទសម្រាប់បាំងខ្លែងហើយនឹងក្បាច់តែគាត់តែត្រៀមឡើងតែបន្ថែមនៅខាងលើនេះកាន់តែច្រើនកាន់តែស្អាតបាទនេះបងប្អូនគ្នាបាទព្រះអាទិត្យរះចំកពូលទាំងដងជាមួយនឹងកពូលត្រីសូណាតែដោយសារតែថ្ងៃបើកឡើងចាំងអញ្ចឹងមើលអត់ឃើញច្បាស់ទេបាទនេះអញ្ចឹងសម្រាប់ខាងលើជាមួយនឹងការបិទនៅបាំងខ្លែងនេះបងប្អូនគ្នាបង្កើនសម្រស់បាទខ្លោងទ្វារនីមួយគឺកាន់តែប្លែកស្អាតបាទប្លែកស្អាតណាបាទនេះមកខាងមុខបងជាងកំពុងតែដូចជាកំពុងតែសម្អាត
នៅក្បាច់បាំងខ្លែងដែលបានបំពាក់ណាបងប្អូនទេហើយទស្សនវិជ្ជានេះគឺស្អាតណាស់តែខ្ញុំរៀបរាប់មិនអស់ទេបាទអញ្ចឹងបងប្អូនទាំងគ្នាបើសិនជាធ្វើដំណើរមកទៅដីវត្តអាចមើលបានបាទទស្សនានៅអ្វីដែលថ្មីជាការងារកសាងថ្មីណាហើយបើអត់បានមកផ្ទាល់ទេអាចចូលមើលនៅក្នុង channel YouTube របស់ខ្ញុំបាទអាម៉ាត់ជុនដែលបង្ហាញនៅបច្ចុប្បន្នភាពជាប្រចាំតែម្ដងជាមួយនឹងការងារកសាងនៅក្នុងទឹកដីវត្តចន្ទវិជោទនារាមវត្តសុទ្ធព្រមទាំងកោះប្រជុំទេពផងដែរបាទអញ្ចឹងទស្សនវិជ្ជាបើនិយាយពីរបងគឺរួចរាល់ហើយរងចាំតែខ្លោងទ្វារបងប្អូនគ្នារងចាំតែខ្លោងទ្វារដែលកំពុងតែកសាងឥឡូវនេះគឺបំពាក់ក្បាច់បណ្ដើហើយពីខ្លោងទ្វារទី1ទី2ទី3ទី4ទី5បាទអញ្ចឹងចាប់ផ្ដើមបន្តដំណើរការទៅមុខបន្តទៀតហើយបាទឥឡូវនេះខ្ញុំនឹងធ្វើដំណើរចូលទៅខាងក្នុងតាមច្រកលេខខ្លោងទ្វារទី1បាទធ្វើដំណើរទៅបង្ហាញបន្តពួកខាងក្នុងនោះក៏មានទស្សនវិជ្ជាថ្មីដែរបងប្អូនទាំងគ្នាទស្សនវិជ្ជាថ្មីគឺជាសំណងចាស់ទេប៉ុន្តែបានន័យថាការងារគឺកំពុងតែបន្តអញ្ចឹងខ្ញុំព្យាយាមបង្ហាញជូនបងប្អូនគ្នាបន្តទស្សនវិជ្ជាស្នាមដៃគឺជាសួនស្មៅព្រមទាំងដើមឈើដែលបានដាក់បាទអូបងប្អូនគ្នាមកខាងឆ្វេងបន្តិចនេះថ្មីបន្ថែមទៀតហើយជាមួយនឹងបច្ចេកដីបាទនេះបងប្អូនគេឃើញអត់បាទឥឡូវបន្ថែមក្បាច់កំពូលនេះបាទបន្ថែមក្បាច់កំពូលប្រហែលជាមិនទាន់ផុតទេគឺនៅទៀតដោយសារតែឃើញដែកនៅខាងលើអត់ទាន់ផុតអញ្ចឹងបន្ថែមទៀតហើយព្រោះអត់បានឃើញគាត់ធ្វើទេគាត់ថាមកដល់នឹងឃើញរូបរាងបាត់ហើយអញ្ចឹងក៏អធិស្ឋានផងបងប្អូនគ្នាអធិស្ឋានណាបើសិនជាតែបើសិនជាមានអ្វីដែលថ្មីបន្ថែមទៀតខ្ញុំបង្ហាញបន្តនេះចឹងការបន្ថែមក្បាច់កំពូលនេះគឺបានមកតង់ទៀតហើយគឺនៅសល់ចន្លោះទៀតដោយសារតែនេះដែកដែលរៀបចំបន្តទៀតណាបងប្អូនបាទឥឡូវចេញទៅវិញបាទឥឡូវចូលមកខាងក្នុងបង្ហាញបន្តបន្តិចអំពីទស្សនវិជ្ជាខាងក្នុងនៃខ្លោងទ្វារទី1បងប្អូនគ្នានេះបាទនេះចាប់ផ្ដើមទស្សនវិជ្ជាខាងក្នុងគឺរួចរាល់សម្រាប់នៅបាំងខ្លែងតែមិនទាន់មានការលាបថ្នាំតំណត់ឬសម្អាតបន្តទៀតបាទអូមិញនេះថាមិនតែអត់ឃើញជាងឥឡូវអត់ទេនេះបងប្អូនគ្នារៀបចំប្រក់ទទួលឆាត់ដើម្បីធ្វើការងារបន្តហើយមិញអត់ឃើញគាត់អញ្ចឹងអត់ដឹងបាទនេះអញ្ចឹងឥឡូវចាំមើលគាត់ប្រហែលជាមានការងារថ្មីជាមួយនឹងកពូបច្ចេកដីតែលើកពូបច្ចេកដីរួមនៅក្នុងទឹកដីវត្តណាបងប្អូនគេដែលជាប់ជាមួយនឹងខ្លោងទ្វារទី1អញ្ចឹងពិសេសហ្នឹងឯនេះពិសេសទាំងខ្លោងទ្វារពិសេសទាំងការងារបច្ចេកដីជាប់គ្នាទាំងអស់បងប្អូនមកនេះទស្សនវិជ្ជារួមបងប្អូនគ្នាជាមួយនឹងការងារខ្លោងទ្វារទី1ព្រមទាំងចេតដីរួមនៅក្នុងវត្តដែលនៅជាប់គ្នាទាំងអស់បងប្អូនគ្នាបាទអូណាបងប្អូនអញ្ចឹងគាត់រៀបចំនេះរៀបចំនៅខាងកំពូលចេតដីណាតែបិទរួចរាល់អស់ហើយនៅតែបិទភ្ជាប់ទេបាទនេះបិទភ្ជាប់កំពូលមួយតង់ទៀតនេះតង់ទី2តង់ទី2បាទហើយនេះតង់ចុងក្រោយបាទតង់កំពូលខាងលើដែលយកទៅភ្ជាប់ជាមួយនឹងនៅលើបច្ចេកដីកណ្ដាលនេះផ្ទាល់នេះបងប្អូនគេអញ្ចឹងទស្សនវិជ្ជាការងារគឺបន្តសម្រាប់ទស្សនវិជ្ជារបស់ជាងខ្ញុំព្យាយាមបង្ហាញបន្តជូនបងប្អូនគេចេញពីទីតាំងនេះទៅខ្ញុំនឹងទៅបង្ហាញបន្តទៀតពីការងារដែលបានបង្ហាញជូនបងប្អូនគេសម្រាប់ភាសាប្រភូមិក៏មានការងារជាងកំពុងតែបន្តការងារដែរអញ្ចឹងយើងទៅបង្ហាញជូនបងប្អូនគេកុំឲ្យខាតកុំឲ្យខកបាទកុំឲ្យខកដល់បងប្អូនគ្នាតែព្រោះដោយសារតែការរងចាំនៃការងារកសាងនៅក្នុងទីវត្តនេះគឺមានច្រើនអញ្ចឹងតតែបង្ហាញបាទចោះមិនបានទេគឺត្រូវជាប់ទស្សនវិជ្ជានៃការងារជូនបងប្អូនគ្នាបាទឥឡូវគាត់សម្អាតសិនហើយធ្វើការបិទជាប់រួចបំពាក់ពីលើបច្ចេកដីឥឡូវខ្ញុំសូមប៉ុណ្ណេះសិនតែខ្ញុំបង្ហាញបន្តទៀតបាទនៅក្នុងវីដេអូក្រោយឥឡូវដូចចូលធ្វើដំណើរទៅខាងក្នុងបង្ហាញនៅប្រាសាទព្រះភូមិជូនបងប្អូនគ្នាបាទនេះមកដល់ហើយបងប្អូនគ្នាប្រាសាទភូមិអញ្ចឹងឥឡូវនេះគឺបងជាងកំពុងតែបន្តការងារដែរសម្រាប់ការបោកសសររួចរាល់បាទជ្រុង3នេះបងប្អូនគឺចេញជ្រុង3ទៅតាមញោចខាងក្រៅទេបាទបន្ថែមសម្រស់នៃទីតាំងប្រាសាទព្រះភូមិហើយទស្សនវិជ្ជាការងារគឺច្បាស់ចេញរៀងមែនតើនេះបងប្អូនគ្នាបាទឥឡូវគឺប្រហែលទៅចប់ពីការងាររបស់គាត់បូកទៅប្រហែលដល់ការងារក្បាច់ទាំងដំបូលទាំងការងារក្បាច់សសរនៅជាងខាងក្រោមបាទតែរងចាំមើលដែរបងប្អូនគ្នាព្រោះការងារគឺកំពុងតែមានយកនៅជាប់ជាមួយនឹងខ្លោងទ្វារទី2នេះបងប្អូនបាទខ្លោងទ្វារទី2និងខ្លោងទ្វារទី1ប្រាសាទព្រះភូមិចេតិយគឺកំពុងតែមានយកហើយឥឡូវនេះជាងកំពុងតែបន្តនេះបងប្អូនគ្នាដូចខាងដើមវីដេអូអញ្ចឹង
còn cái vùng đi trong đồng lao nơi chuẩn bị và chuẩn bị tìm muối nơi ở hai hàng mà một hàng nét hay hàng thiết cứ bằng kẹo lao rồi hai và nói chung là trong một hai nơi chuẩn bị và trên sai nơi càng đi co sang nơi sang và phùng và tất cả các cái miếng tràn thì mà bọn mình hay nhà thì sẽ hay có sông khăn thì phải tôi rồi nó có tôi là cả là cái nào phóng và sao để chỉ tất cả các mấy chẳng phải khá là bằng hành mình toàn chặt rồi có khó khăn trong trong vật ná của mai bọn mình mà chính liệt về mình tên như có nghĩa một hàng khăn ông ấy chỉ mua những càng nghe bề hìa của mai bọn mình và này càng nghe bề hìa là khơi tha đi trong đọt đá bùm vĩnh bằng bọn mình tại nhưng nó bị chậm ngay chân mưa ở sau khơi chậm ba tê chân ở ca đi trong tầm lẹ nơi cái đá bùm hái của tàn song đá rồi dạ từ hai chục cả lạc hai lên thì cả lạc hai từ ở trong đam đó họ là từ đôi chân lên du đáy của ngày một kỳ và sản lạc hàng cào nướng đôi chân sản lạc pi chuan đó hay đường miền ca chặt năm được hàng lương mà chuan đi ta lấy cứ coi đi trong đó đá bùm chân mình bằng một kỳ vàนี่คือเจียวไว้แต่ทำไมสำหรับทางนี้ตัวในที่มันชื่อเจียวของฮานจูนเนี่ยสำหรับเอาแปรประเทศทำไมนี่คือสะอาดหลายทมvà thomเจียงบนชายvàที่ตั้งนี่คือkiệnที่ตั้งจ้ะที่จ้ะได้ปีม้วนของมาบริเวณเมียนพนมโตยม้วนได้เมียนคืนจะซอได้บานจ่านี่คือเจียที่ตั้งได้เติมทุกประเทศปัจจัยมีการรู้เรื่องจ้ะถ้าเกิดไวทำไมจุดทำไมมันจุดเล็กคือทำไมดำนองนี่คือจุดพลังกำรู้ว่าบางคนเนี่ยคือจุดพลังกำรู้หรือว่าประเทศđây là cái công tác so sang được hàng từ đây chả bằng hồn và bạn là ngay từ tập hiệp cư miền vấn đề sầm rạp từ tập hiệp nơi tại tôi từ nơi cloud quy đây rồi tiếng và sang cái phum hayพื้นทาสกรรมที่คุณเรียนสาธิตอาจารย์เทียมกระโซมหรือจอบตัวtập hiệp trong bảnสันแต่บนหรือจอบนี้กระโซมคันไตไปโตรอกออกกระทรวงการล่างการเจตนาในประชุมโก้ประมาณปนคลีจูบแต่สิบในสุขภาพระบอบตัวที่เรียนงานของคนจ้างสมัครส่งเป็นดี